គ្រប់បែបយ៉ាងដើម្បីដឹកនាំដើម្បីជំរុញបងប្អូនជំរុញលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរជាងអ្វីដែលយើងមានថ្ងៃនេះឥឡូវនេះជិត30ឆ្នាំហើយអញ្ចឹងការតស៊ូរបស់យើងនៅតែឈានទៅមុខពីមុនយើងរត់យើងទៅលឿនណាឥឡូវរត់មិនបានយើងដើរបន្តិចទៀតបើសិនជាថ្ងៃណាមួយយើងដើរមិនបានយើងវាយើងលូនយើងអត់ឈប់យើងអត់រៀថយយើងនៅតែរុញធ្វើម៉េចឲ្យការតស៊ូរបស់យើងទៅមុខជានិច្ចអញ្ចឹងខ្ញុំក៏សូមបញ្ជាក់ថាយើងអត់បញ្ចប់អាការតស៊ូរបស់យើងទេយើងនៅតែឈ្មោះយើងនៅតែរកនីតិវិធីណារកផ្លូវណារកមធ្យោបាយណាទាំងគ្រប់បែបយ៉ាងដើម្បីដឹកនាំដើម្បីជំរុញបងប្អូនជំរុញលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរជាងអ្វីដែលយើងមានថ្ងៃនេះអញ្ចឹងអានឹងជាគោលបំណងរបស់យើងដែលមានសារៈសំខាន់មែនទែនហើយខ្ញុំសូមអរគុណបងប្អូនមែនទែនដែលបងប្អូនតស៊ូយើងទាំងអស់គ្នាបានចូលរួមការតស៊ូនេះយូរអង្វែងហើយ